បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយចែករំលែកពាក់ព័ន្ធជាមួយនឹងការធ្វើ quotation list មានន័យថានៅក្នុងក្រុមហ៊ុនរបស់យើងបើសិនជាអត់មានអានេះទេយើងពិបាកនៅក្នុងការធ្វើឧទាហរណ៍ថាអ្នកខ្លះគាត់ធ្វើ quote ខាង design អ្នកខ្លះធ្វើ quote ខាងទឹកភ្លើងអ្នកខ្លះធ្វើ quote ខាងសំណង់អ្នកខ្លះធ្វើ quote ខាង decor អញ្ចឹងបើក្រុមហ៊ុនយើងធ្វើច្រើនគ្នាយើងត្រូវមានជា rule មួយបាទដើម្បីយើងធ្វើ list បាទដើម្បីយើង follow up អញ្ចឹងនៅក្នុងហ្នឹងមានអីគេខ្លះទី1គឺ N0 លេខរៀង project name ID បាទឬក៏ quote N0 ណាបាទ total amount មានន័យថា project quote ដែលលើកហ្នឹងគឺទឹកលុយប៉ុន្មាន department នេះគឺចង់សំដៅទៅលើតើជា team ខាងណា team ខាង construction team ខាង decor ឬក៏ team ខាង design release quote ហ្នឹងគឺផ្ញើទៅថ្ងៃណាហើយអានេះថ្ងៃចេញហើយថ្ងៃផ្ញើតែមួយណាបាទអ្នកដែលធ្វើ quote ហ្នឹងឈ្មោះអីបន្ទាប់មក quote ហ្នឹងគឺ approve ឬក៏ reject ឬក៏ revise ណាហើយ project នេះគឺ project code ពាក់ព័ន្ធមួយ project code បាទអញ្ចឹង project ហ្នឹងគឺនៅពេលដែល approve ហើយយើងត្រូវកំណត់លេខ code នៃ project ហ្នឹងថាតើលេខ code វាលេខប៉ុន្មានដើម្បីគេយកទៅប្រើនៅក្នុងគណនីឬក៏ប្រើនៅលើបងណាបន្ទាប់មក client យើងណាព័ត៌មានរបស់ client យើងអញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាមើលគឺវាដដែលមានន័យថាគ្រប់ project ទាំងអស់គឺមានព័ត៌មានដូចគ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចង់ zoom វាមើលថាតើនៅក្នុងមួយឆ្នាំហ្នឹងឬក៏ពេលវេលាហ្នឹងគឺមាន approve ចំនួនប្រមាណអញ្ចឹងយើងអាច select បែបចេះអ្នកទាំងគ្នានឹងឃើញ quote ហ្នឹងមាន approve ចំនួនប៉ុន្មានហើយអ្នកទាំងគ្នាអាច select មើលថាតើទឹកលុយសរុបដែល approve ទាំងអស់ហ្នឹងគឺមានចំនួនប្រមាណដូចគ្នាណាបាទអញ្ចឹងពេលដែលអ្នកទាំងគ្នាធ្វើបែបនេះគឺរបៀបនៃការ management ហើយតួនាទីនេះគឺសម្រាប់ QS manager គេធ្វើអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន